បាទសួស្តីបងប្អូននៅក្នុងក្រុមទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកទាក់ទងជាមួយនឹងរបៀបដែលយើងអាចផុសវីដេអូជាលក្ខណៈ Power Editor ដែលយើងអាចដាក់ប៊ូតុង Like Page បែបនេះនៅពីខាងក្រោមរូបភាពក៏ដូចជាវីដេអូរបស់យើងបានអញ្ចឹងនៅពេលដែលយើងដើម្បីយើងអាចធ្វើការផុសក៏ដូចជាដាក់ប៊ូតុងបែបនេះបានទីមួយគឺបងចូលទៅកាន់tab ថ្មីមួយមកហើយបងវាយពាក្យថា Facebook Developer អញ្ចឹងខ្ញុំចុចទៅកាន់ Facebook Developer ហើយវានឹងចេញផ្ទាំងមួយមានពាក្យថា Meta Developer នេះគឺបងយកឲ្យលើគេនឹងមកហើយចុចវានឹង compilation ទៅplatform ថ្មីមួយដោយយកមើលផ្នែកខាងលើហើយនៅខាងស្ដាំដៃយើងនឹងឃើញពាក្យថា My App នៅត្រង់កន្លែងនេះដែរខ្ញុំសូមបញ្ជាក់ផងដែរថាសម្រាប់បងដែលគាត់បានធ្វើការបង្កើតទៅលើ app ដូចដែលលោកគ្រូបានធ្លាប់រៀនកាលពីប្រហែលសប្តាហ៍មុនទាក់ទងជាមួយនឹងការយក key interest ដើម្បីយកទៅ boost page អីហ្នឹងគឺបងបានបង្កើតនៅកន្លែងហ្នឹងរួចរាល់ហើយអញ្ចឹងគឺវានឹងបង្ហាញពាក្យថា My App ចំពោះបងដែលអត់ទាន់បានធ្វើការបង្កើតទៅលើ app នឹងរួចរាល់ទេគឺវានឹងចេញពាក្យថា get start ដើម្បីយើង register ទៅ Gmail របស់យើងហ្នឹងដើម្បីទៅបង្កើតទៅលើ app developer នឹងឯងបាទអញ្ចឹងខ្ញុំសូមចុចទៅលើពាក្យថា My App បាទអញ្ចឹងបន្ទាប់ពីចុចទៅលើ My App ហើយគឺយើងនឹងឃើញទៅលើ app ជាច្រើនដែលយើងបាន create វាសម្រាប់បងដែលធ្លាប់បាន create ម្ដងរួចរាល់ហើយគឺវានឹងបង្ហាញ1ឬក៏បងធ្លាប់បានបង្កើត2ដងហើយគឺវានឹងបង្ហាញ2ប៉ុន្តែសម្រាប់ខ្ញុំធ្វើការបង្កើតវាបានច្រើនដងហើយដោយសារតែខ្ញុំធ្វើការ test ទៅលើ Power Editor នេះអញ្ចឹងដើម្បីជាការបង្ហាញគឺខ្ញុំសូមបងត្រូវចូលទៅកាន់ create app នេះមកបាទអញ្ចឹងយើងចុចពាក្យថា create app បាទបន្ទាប់មកចុចពាក្យថា create app នេះបាទនៅត្រង់ចំណុចនេះគឺបងត្រូវដាក់ឈ្មោះឧទាហរណ៍ខ្ញុំដាក់ឈ្មោះខ្ញុំទៅបាទអញ្ចឹងយើងចុចពាក្យថា next មកបន្ទាប់ពីដាក់ឈ្មោះរួចរាល់ហើយចុច next បាទចុច next ហើយនៅត្រង់កន្លែង user cache នេះគឺបងត្រូវជ្រើសរើសយកពាក្យថា other បន្ទាប់ពីចុចពាក្យថា other រួចរាល់ហើយគឺបងត្រូវចុច next តទៀតមកបាទអញ្ចឹងវានឹងទៅបន្ទាប់ទៀតដែរបាទអញ្ចឹងនៅត្រង់កន្លែងនេះបើសិនជាបងប្អូនកន្លែងនេះគឺដាក់ថាអាជីវកម្មឬក៏ business កន្លែងនេះសម្រាប់បងប្អូនដែលភាសាអង់គ្លេសគឺចេញពាក្យថា business តែបើខ្ញុំភាសាខ្មែរគឺចេញអាជីវកម្មបែបនេះបាទអញ្ចឹងខ្ញុំសូមជ្រើសរើសយកទី1នេះមកបាទបន្ទាប់មកខ្ញុំចុចពាក្យថា next បាទបន្ទាប់ពីចុច next ហើយគឺខ្ញុំចុចពាក្យថា create សំទោសកន្លែងនេះគឺបងអាចកន្លែង no business portfolio នេះបងអាចជ្រើសរើស select ទៅលើ BM របស់បងដែលបងធ្លាប់បានបង្កើតទៅណាបាទអញ្ចឹងខ្ញុំសូមជ្រើសរើសយក BM បាទ BM នេះមួយមកបាទ BM Tom BM នេះមកបន្ទាប់មកខ្ញុំ create app ចុចពាក្យថា create app មួយមកបាទអញ្ចឹងនៅត្រង់កន្លែងនេះគឺបងត្រូវបញ្ចូលលេខកូដ password Facebook login របស់យើងចូលហើយបន្ទាប់មកចុច submit មកបាទហើយសូមធ្វើការរងចាំតិចទៅវានឹងបង្ហាញplatform ថ្មីមួយដើម្បីឲ្យយើងធ្វើការ config បន្ថែមទាក់ទងជាមួយនឹង app នឹងបាទអញ្ចឹងនេះគឺយើងនឹងទទួលបាន app មួយហើយប៉ុន្តែយើងនឹងត្រូវចូលទៅបន្តទៀតទាក់ទងជាមួយនឹងការ config មួយចំនួនបាទអញ្ចឹងវីដេអូទី1ខ្ញុំសូម slash ទៅត្រឹមនឹងសិនហើយបន្ទាប់មកខ្ញុំចូលទៅវីដេអូទី2បន្ថែមទៀតបាទបន្ទាប់ពីយើងធ្វើការបង្កើតទៅលើ app Facebook Developer រួចរាល់ហើយបាទជំហានបន្ទាប់គឺយើងចូលទៅកាន់ពាក្យថា app setting ដើម្បីយើងធ្វើការ config បាទ app setting ហើយគឺយើងចុចពាក្យថា basic បាទអញ្ចឹងយើងចូលទៅដល់កន្លែងហ្នឹងដើម្បីយើងធ្វើការ config ឬក៏យើងបន្ថែមទៅលើ field មួយចំនួនដែលយើងត្រូវបំពេញអញ្ចឹងណាបាទអញ្ចឹង field ដែលយើងត្រូវបំពេញគឺយើងមាន2នេះបាទអញ្ចឹងនៅនេះគឺយើងបំពេញtoken មួយបាទ link token មួយពីភ្ជាប់ពី app ភ្ជាប់ពី app master post ចូលទៅកាន់ Facebook developer របស់យើងដើម្បីយើងអាច link គ្នាទៅវិញទៅមកយើងអាចយក token ហ្នឹងមកប្រើបានអញ្ចឹងណាបាទអញ្ចឹងខ្ញុំចុចcopy paste ចូលមកបន្ទាប់មកគឺខ្ញុំកន្លែងនេះខ្ញុំយកពាក្យថា entertainment តែបងប្អូនចង់យកអីក៏បានដែរយកអីយកទៅបាទសម្រាប់ខ្ញុំយក entertainment នេះហើយខ្ញុំចុចពាក្យថា save change បាទអញ្ចឹងសូមរងចាំវាបន្តិចទៅបន្ទាប់ពីវា save change រួចរាល់បងត្រូវមកមើលនៅកន្លែងនេះផ្នែកខាងលើហ្នឹងនៅចំកណ្ដាលហ្នឹង
នៅកន្លែង line អញ្ចឹងបងត្រូវបើក line នេះមកដែរមកបាទអញ្ចឹងបងរងចាំតិចទៀតដើម្បីឲ្យវាបើកមកបានជោគជ័យបាទអញ្ចឹងបន្ទាប់ពីយើងបើក line បានហើយគឺយើងចុច save change មួយទៀតបាទដើម្បីយើងធ្វើការរក្សាវាទុកទិន្នន័យនឹងទាំងអស់នៅក្នុងនឹងតែម្ដងបាទបន្ទាប់ពីយើងធ្វើការ save change រួចរាល់ហើយអស់នៅត្រង់ចំណុចនេះគឺយើងបាន config វារួចរាល់ហើយបន្ទាប់មកគឺយើងចូលទៅកាន់ពាក្យថា tool បាទនៅលើគេនេះគឺមានពាក្យថា grab API token យកខាងលើគេនឹងមកបាទ grab API explorer អញ្ចឹងយើងយកខាងលើគេនេះមកបាទបន្ទាប់ពីយើងចូលទៅខាងលើនេះហើយបាទបន្ទាប់មកគឺយើងចូលទៅកាន់access token បាទយើងយកពាក្យថា get token នេះគឺយើងយកពាក្យថា get page access token បាទអញ្ចឹងគឺវានឹងធ្វើការឲ្យយើង connect ជាមួយនឹង Facebook របស់យើងបាទបន្ទាប់មកគឺចុចពាក្យថា continue បាទកន្លែងនេះ page របស់យើងមានប៉ុន្មានគឺយើង select យកទាំងអស់មកបាទចុចពាក្យថា continue ចុចពាក្យថា save បាទ got it មួយទៀតមកបាទអញ្ចឹងគឺយើងនឹងធ្វើការបង្កើតទៅលើadd permission មួយទៀតបាទអញ្ចឹង permission នេះគឺខ្ញុំមានជាគំរូសម្រាប់ឲ្យបងដើម្បី copy យកទៅដាក់នៅកន្លែង permission នេះអញ្ចឹងខ្ញុំសូម copy នេះយើងមានហើយ page soul list មានហើយ page read engagement ក៏មានដែរបាទអញ្ចឹង add page នៅ add ADS page បាទអញ្ចឹងខ្ញុំសូម copy ADS page មួយបាទមួយទៀត ADS read អត់ទាន់មានអញ្ចឹងខ្ញុំសូម copy មួយទៀត ADS read page event page read engagement មានហើយ page manage metadata តមក page manage ADS បាទបន្ទាប់មក page manage post បាទអញ្ចឹងគឺយើងអស់ហើយយើងមានប៉ុណ្ណឹងហើយបន្ទាប់ពីយើងធ្វើការ add permission រួចរាល់ហើយគឺយើងនឹង generate ទៅលើ access token មួយទៀតបាទបន្ទាប់ពីយើងចុច generate មកបាទបន្ទាប់មកយើងចុច continue មួយទៀតមកបាទចុច continue ទៀតមកបាទអញ្ចឹងគឺយើងចុច save បាទអញ្ចឹងយើង save កន្លែងនេះគឺយើងដើម្បី save ទៅលើ permission របស់យើងហ្នឹងបាទបន្ទាប់មកចុចពាក្យថា got it អញ្ចឹងយើងនឹងទទួលបាន token មួយបាទអញ្ចឹង token នេះគឺខ្ញុំសូម copy token នេះ copy ចូលទៅក្នុង Telegram សិនបាទដើម្បីយើងធ្វើការជំហានបន្ទាប់យើងនឹង post នៅលើទូរស័ព្ទដៃបាទដោយសារតែយើងត្រូវមាន app មួយឈ្មោះថា Masterpost ដើម្បីយើងយកមក integrate ជាមួយគ្នាដើម្បីយើងអាចបង្កើតទៅលើ Power Editor នឹងបានបាទអរគុណច្រើនអញ្ចឹងសម្រាប់វីដេអូទី2គឺខ្ញុំមានតែប៉ុណ្្នឹងហើយយើងចូលទៅកាន់វីដេអូទី3បន្តទៀតបាទយើងបានបង្កើតទៅលើ Facebook Developer រួចរាល់ហើយយើងក៏បានធ្វើការ config តាក់ទងជាមួយនឹង field មួយចំនួនដើម្បីយើងយក token មកដែរបាទអញ្ចឹង token មិញហ្នឹងគឺខ្ញុំបានដាក់ចូលនៅក្នុង Telegram អញ្ចឹងដើម្បីយើងយកទៅ post ជាលក្ខណៈ Power Editor បានបាទអញ្ចឹងដើម្បីយើងអាចធ្វើការ post ជាលក្ខណៈ Power Editor បានទីមួយបងចូលទៅកាន់ Play Store ឬក៏ App Store របស់បងមកហើយទាញយកពាក្យថាបងវាយដូចខ្ញុំមកវាយថា Masterpost ចុះមកបាទអញ្ចឹងយើងចុចពាក្យថា Masterpost បាទមានរូបរាងបែបនេះឥឡូវគេនេះបាទអញ្ចឹង MP ហ្នឹងបាទអញ្ចឹងខ្ញុំចូលទៅកាន់វាមកហើយខ្ញុំចុចពាក្យថា install បាទអញ្ចឹងយើង install ទៅលើកម្មវិធី Masterpost នៅក្នុងទូរស័ព្ទដៃយើងសិនមកបាទដើម្បីយើងយកវាទៅ integrate access token ដើម្បីយើងអាច post ជា Power Editor បានបាទអញ្ចឹងខ្ញុំរួចរាល់ហើយខ្ញុំចូលទៅកាន់ app Masterpost នឹងមកបាទបន្ទាប់ពីខ្ញុំចូលទៅកាន់ app Masterpost នេះបាទអញ្ចឹងវាមានរូបរាងបែបនេះបងបាទអញ្ចឹងបាទសូមចាំវាបន្តិចទៅវានឹងបង្ហាញមកលើហើយដោយសារតែយើងទៅតែ
ធ្វើការ download វាថ្មីអញ្ចឹងវាដើររឿងយូរបន្តិចបើកវាម្ដងទៀតមើលបាទដើរបាទអញ្ចឹងខ្ញុំបងយកភាសាខ្មែរក៏បានអង់គ្លេសក៏បានបាទខ្ញុំសូមជ្រើសរើសយកភាសាអង់គ្លេសបាទបន្តមកខ្ញុំចុចលើពាក្យថា Power Editor បាទនេះផ្នែកខាងឆ្វេងផ្នែកខាងលើហើយខាងឆ្វេងដៃបាទអញ្ចឹងខ្ញុំចុចលើ Power Editor បន្តមកចុច logo មួយសិនមកបាទបន្តមកខ្ញុំចុចពាក្យថា Add Account បាទកន្លែង Add Account នេះគឺយើងសម្រាប់យើងដាក់ token ដែលយើង generate ចេញពី Facebook developer របស់យើងមកមិញហ្នឹងបាទអញ្ចឹងខ្ញុំយកពាក្យថា basic token បាទ basic token នេះគឺខ្ញុំចូលទៅយក token ដែលខ្ញុំបានដាក់នៅក្នុង Telegram កាលពីវីដេអូទី2បាទអញ្ចឹងខ្ញុំចូលទៅក្នុង Telegram សិនបាទ token មួយនេះខ្ញុំសូមចុច copy បាទបន្ទាប់មកខ្ញុំចូលទៅកាន់ token វិញហើយខ្ញុំចុច add បាទអញ្ចឹង token របស់យើងគឺ add បានរួចរាល់ហើយបាទអញ្ចឹងខ្ញុំចូលទៅមើលថាតើយើងមាន page ដើម្បីផុសអត់បាទអញ្ចឹងយើងនេះមាន page មួយសម្រាប់ទៅលើសម្រាប់ផុសបាទអញ្ចឹងខ្ញុំសូមផុសជាឧទាហរណ៍ដើម្បីបកធ្វើបង្ហាញឲ្យបងមើលមួយបាទខ្ញុំចុចជ្រើសរើសវីដេអូណាមួយទៅបាទវីដេអូដែលខ្ញុំមាននៅក្នុងនេះឧទាហរណ៍ថាខ្ញុំជ្រើសរើសយកវីដេអូមួយនេះបាទហើយបន្ទាប់មកខ្ញុំចុចពាក្យថា upload បាទឲ្យវាដើរឲ្យចប់សិនទៅបាទអញ្ចឹងវា load ដល់ 100% យ៉ាងតិចទៀតវានឹងបង្ហាញមកឡើយបាទបាទអញ្ចឹងគឺវាបង្ហាញមកជាលក្ខណៈបែបនេះជាលក្ខណៈ Power Editor បែបនេះអញ្ចឹងសម្រាប់ទៅលើផ្នែកខាងស្ដាំនេះគឺយើងវាជាលក្ខណៈរូបភាពអញ្ចឹងបងអាចធ្វើការផ្លាស់ប្ដូររូបភាពនេះបានបាទអញ្ចឹងរូបភាពនេះបងអាចធ្វើការផ្លាស់ប្ដូររូបភាព thumbnail នេះបងចូលទៅកាន់ទូរស័ព្ទឬក៏បង design អីណាមួយឬក៏បងចង់ដាក់ពាណិជ្ជកម្មអីនៅកន្លែងហ្នឹងបងអាចដាក់បានអញ្ចឹងណាបងអញ្ចឹងខ្ញុំសូមអត់បដូរទេខ្ញុំសូមយកប៉ុណ្ណឹងហើយខ្ញុំសូមជ្រើសរើស page បាទអញ្ចឹងខ្ញុំជ្រើសរើស page បាទបន្ទាប់ពីខ្ញុំជ្រើសរើស page ហើយបាទខ្ញុំសូមធ្វើការផុសយកតែម្ដងបាទឬក៏បងអាចសរសេរ caption ពីខាងលើនេះក៏បានដែរបាទអញ្ចឹងគឺវានឹងដំណើរការផុសរបស់យើងហើយបាទបន្ទាប់ពីយើងផុសបានជោគជ័យចាំមើលយើងចូលទៅក្នុង page ទាំងអស់គ្នាថាវានឹងបង្ហាញនៅក្នុង page យើងអត់បាទអញ្ចឹងគឺវានឹងកំពុងតែធ្វើការផុសហើយបាទដោយសារតែវីដេអូនេះ1នាទីជាងវាយូរដែរបាទអញ្ចឹង publish successfully ហើយបាទអញ្ចឹងយើងចូលទៅមើលនៅក្នុង page ទាំងអស់គ្នាថាតើយើងផុសបានជោគជ័យហើយនៅបាទអញ្ចឹងខ្ញុំចូលទៅកាន់ page បាទអញ្ចឹងខ្ញុំសូមចូលទៅកាន់ page របស់ខ្ញុំបាទអញ្ចឹងខ្ញុំមើលបាទនេះគឺយើងផុសបានជោគជ័យឈើម្ដុំវាជាអង្កត់អស់មែនហើយបាទអញ្ចឹងបើគេមិនឆ្នៃវាការធ្វើបាទអញ្ចឹងខ្ញុំធ្វើបង្ហាញតាក់ទងជាមួយនឹងរបៀបដែលផុសជា Power Editor បាននេះខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងហើយសម្រាប់បងដែលមានចម្ងល់អីបងអាចឆាតចូលទៅក្នុងក្រុមបានហើយបើសិនជាបងចង់ធ្វើតាមអីបងអាចមើលវីដេអូហ្នឹងតចប់ទៅបងអាចធ្វើបានហើយក្នុងករណីបងធ្វើអត់បានអីបងអាចឆាតសួរបានអញ្ចឹងណាបងហ្នឹងហើយអរគុណច្រើន